ត្រូវស្ដាប់ឲ្យទាន់នៅគេហៅថាយោនិសោមនសិការៈធ្វើទុកក្នុងចិត្តដោយអបាយនៃប្រាជ្ញានៅក្នុងអត្តនៃព្រះធម៌ទី1សតមយបញ្ញាបញ្ញាកើតអំពីការស្ដាប់កើតអំពីការស្ដាប់នោះគឺត្រូវធ្វើយោនិសោមនសិការៈធ្វើទុកក្នុងចិត្តដោយអបាយនៃប្រាជ្ញាមិនមែនស្ដាប់តិចខាងស្ដាំហើយចេញតិចឆ្វេងទេសតមយបញ្ញាទី2បញ្ញាកើតអំពីចតមយបញ្ញាកើតពីការត្រេះរិះរាវរកមូលហេតុកត្តាសំខាន់ដែលលោកកំពុងតែនិយាយនឹងហៅថាសតចតមយបញ្ញាកើតអំពីការត្រេះរិះពេលយើងពេលដែលគ្រូសំដែងក្តីឬក៏ធម្មកថាឬក៏អ្នកណាសំដែងប្រាប់យើងតែយើងមិនបានត្រេះរិះពិចារណាទៅតើអង្គធម៌នោះយ៉ាងម៉េចត្រូវស្ដាប់ឲ្យទាន់នៅគេហៅថាយោនិសោមនសិការៈធ្វើទុកក្នុងចិត្តដោយអបាយនៃប្រាជ្ញានៅក្នុងអត្តនៃព្រះធម៌ទី3ភាវនាមយបញ្ញាកើតអំពីការចម្រើនមេត្តាភាវនាឬក៏រលឹកភាវនាក្នុងទីនេះគឺសំដៅដល់ការរលឹកសូត្រទន្ទិញហ្នឹងភាវនាមយបញ្ញាកើតអំពីការរលឹកប៉ុន្តែយើងអត់ស្ថិតនៅក្នុងចំណុច3ដោយកត្តា4យ៉ាងដែលមិនស្ថិតនៅក្នុងសតមយបញ្ញាមិនស្ថិតនៅក្នុងចតមយបញ្ញាមិនស្ថិតនៅក្នុងភាវនាមយបញ្ញាដោយហេតុ4យ៉ាងដែលយើងអាចមិនស្ថិតនៅក្នុងហេតុទាំង3យ៉ាងនោះដោយហេតុ4យ៉ាងទី1មើលងាយខ្លួនឯងថាអញនៅក្មេងមិនបាច់រៀនធម៌ទេអញនៅរៀនតូចមិនបាច់ប្រឹងរៀនធម៌ទេទេសនាទេអីក៏ដោយអញមិនបាច់ទៅរៀនអីទេนั่นគឺហៅថាមើលងាយខ្លួនឯងទី2គឺមើលងាយអ្នកសំដែងអត់យកចិត្តទុកដាក់ក្នុងអ្នកសំដែងឬក៏អ្នកសំដែងនោះមិនកម្រិតដល់បញ្ញាខ្លួនឯងគាត់ថាអ្នកសំដែងនោះតូចអ្នកសំដែងនោះខ្ចីអ្នកសំដែងនោះមិនមែនជាគ្រូរបស់ខ្លួនអ្នកសំដែងនោះមិនមែនជាអាចារ្យរបស់ខ្លួនក៏មើលងាយកើតឡើងមិនស្ដាប់ចិត្តមិនតោងជាប់នៅក្នុងសំនៀងឬក៏សូរសៀងឬក៏ពាក្យពេចន៍របស់លោកនេះគេហៅថាមើលងាយអ្នកសំដែងទី2មើលងាយនៃអត្តនៃពធមើលងាយនៃអត្តនៃពធយ៉ាងម៉េចគឺអត្តន័យនៃលោកអ្នកសំដែងនោះអូធម៌នឹងអញធ្លាប់បានស្ដាប់ហើយពាក្យនឹងអញធ្លាប់បានឮហើយដដែលនិយាយដដែលនេះទៅកើតជាការមិនកើតជាបញ្ញាទេណាមិនកើតបញ្ញាទេដោយសារការប្រមាថមើលងាយធម៌ទី4ហេតុដែលមិនធ្វើឲ្យកើតបញ្ញានេះទី4គឺមិនយកចិត្តទុកដាក់ក្នុងការស្ដាប់លោកថាមិនយោនិសោមនសិការៈធ្វើទុកក្នុងចិត្តដោយបាយនៃប្រាជ្ញាត្រេះរិះពិចារណានឹងធ្វើឲ្យខ្សែនៃពធរលងបាត់ទៅអត្តនៃពធរលងបាត់ទៅកងនៃពធរលងបាត់ទៅដោយបាញ់មិញកណានិយាយមកប្រើអត់ចាំបានតែលោកកំពុងនិយាយអីចឹងកណាបញ្ជាក់ឡើងវិញកណានិយាយអំបញ្ញមិញគឺហេតុដែលធ្វើឲ្យកើតបញ្ញាមាន3យ៉ាងសតមយបញ្ញាចិត្តមយបញ្ញានិងភាវនាមយបញ្ញាហេតុធ្វើឲ្យយើងមិនបាននៅបញ្ញាមិនបានឱកាសក្នុងការស្ដាប់ពធមើលងាយខ្លួនឯងមើលងាយអ្នកសំដែងមើលងាយអត្តនៃអ្នកសំដែងនិងមិនយកចិត្តទុកដាក់ចិត្តរវើរវាយទៅកាន់អារម្មណ៍ដទៃតែប្រសិនបើកំចាត់បងនៅហេតុទាំង4យ៉ាងដោយគណៈប្រកេនមិញមើលងាយខ្លួនឯងជាដើមហេតុលោកម្ចាស់នឹងបានផលអានិសង្សនៃការស្ដាប់ពធរឿងដែលមិនធ្លាប់ឮយើងនឹងឮធម៌ដែលយើងធ្លាប់ឮហើយយើងនឹងឮបន្តទៀតនឹងឲ្យចាំណាព្រោះឲ្យយើងមានបញ្ញាផ្លែកឬក៏ជាកិច្ចបដិបត្តិក្នុងជីវិតរបស់យើងជាប្រចាំថ្ងៃមិនវង្វេងមិនទៅចូលទៅក្នុងមច្ឆាតថិការយល់ត្រូវ
ទៅតាមកន្លងនៃអត្ថន័យពធនេះជាកថាដែលលោកម្ចាស់គ្រប់ព្រះអង្គត្រូវតែរៀនត្រូវតែចងចាំ